អូននឹងគាត់បានប្រាប់មកពេលក្រោយថាគឺពេលនោះគឺយាយដែលមានតែក្បាលសក់ឡើងសំពងហើយមុខឡើងខៀវនឹងគឺបានហោះចូលមកតាមបង្អួចហ្នឹងបងប្អូនគឺហោះសំដៅទៅកាន់មីងសហ្នឹងហ្មងអញ្ចឹងគ្រាន់តែហោះទៅជិតដល់មីងសហ្នឹងធ្វើឲ្យមីងសហ្នឹងគឺគាត់ដាច់ផ្ងាមកខាងក្រោយហើយគាត់ដួលតោងទៅអញ្ចឹងណាអញ្ចឹងបណ្ដាឲ្យអូនហ្នឹងគឺស្រែកយំខ្លាំងមែនតែនអញ្ចឹងបង្កជាភាពភ្ញាក់ផ្អើលដល់អ្នកដែលនៅជិតខាងហ្នឹងណាអញ្ចឹងគេនាំគ្នារត់មកមើលនឹងប៉ុន្តែពេលដែលមកដល់ហ្នឹងគឺអ្នកជិតខាងក៏ដូចជាអ៊ំប្រុសអ៊ំស្រីដែលតែងតែយកអាសាមីងសហ្នឹងគឺមកដល់ហ្នឹងគឺមីងសគាត់បានស្លាប់បាត់ទៅហើយគឺសភាពដែលគាត់ស្លាប់ហ្នឹងគឺអាក្រក់មើលមែនទែនបងប្អូនគាត់ថាគឺមីងសហ្នឹងគឺបានបើកភ្នែកធំធំហើយចំហមាត់អញ្ចឹងណាបងប្អូនហើយទន្ទឹមនឹងនោះដែរគឺគាត់មានធ្លាក់ឈាមជាច្រើនហើយធ្លាក់ទៅហ្នឹងគឺមានស្រក់ទៅខាងក្រោមទៀតដោយសារតែអានាបផ្ទះគាត់គឺជាអានាបឫស្សីហ្នឹងណាហើយអ្វីដែលកាន់តែរន្ធត់លើនេះមកតង់ទៀតគឺពេលនោះដែរគឺកូនរបស់គាត់នឹងគឺបានកើតចេញមកហើយបងប្អូនត្រង់ហ្នឹងគឺអេដមីនសូមអធិស្ឋានដល់បងប្អូនស្ត្រីដែលមានផ្ទៃពោះឬក៏បងប្អូនដែលកំពុងតែហូបបាយណាយើងអាច skip បានគឺ skip ទៅគឺកូននឹងកើតចេញមកហើយគឺត្រឹមកកហើយប៉ុន្តែដូចជាថាពេលដែលឆ្លងទលេពេលដែលប្រឹងកើតហ្នឹងគឺគ្មានយីម៉បឬក៏ពេទ្យអីជួយសម្រាលគាត់អញ្ចឹងណាអញ្ចឹងពេលដែលគាត់ដាច់ខ្យល់ស្លាប់ហ្នឹងទៅកូនដែលនៅធំនឹងយូរពេកក៏មិនដាយកូននឹងដាច់ខ្យល់ស្លាប់ទាំងម្ដាយទាំងកូនអញ្ចឹងណាបងប្អូនបាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងបានវិលត្រឡប់មកជួបគ្នាវិញហើយដែលសាច់រឿងមួយនេះគឺខ្ញុំបានទទួលបានពីប្អូនស្រីម៉ានិចអញ្ចឹងខ្ញុំសូមហៅគាត់ថាអានិចអញ្ចឹងទៅស្រួលហៅណាគាត់គឺជាអ្នកដែលរស់នៅក្នុងខេត្តមួយតែគាត់ប្រាប់មកខ្ញុំនឹងទាំងអស់ទាំងស្រុកទាំងភូមិទាំងអីហើយដល់ពេលចុងក្រោយបានគាត់ថាសុំលាក់សុំកុំឲ្យខ្ញុំបញ្ចេញអញ្ចឹងណាពីព្រោះដោយសារតែកូនចៅគេឥឡូវហ្នឹងគេរស់នៅហ្នឹងដល់សពថ្ងៃហើយចៅគេហ្នឹងគេថាពេញកន្លោះពេញកមុំមកហើយអញ្ចឹងគាត់ថាគាត់មិនចង់ឲ្យមានរឿងរ៉ាវវែងឆ្ងាយទេគ្រាន់តែអេដមីនប្រាប់ឲ្យដឹងបន្តិចថាខេត្តហ្នឹងដែលយើងទទួលស្គាល់ថាមានប្រជាជនរស់នៅច្រើនជាងគេសពថ្ងៃហ្នឹងបងប្អូនហើយរឿងមួយនេះគឺមិនមែនកើតឡើងផ្ទាល់ទៅលើប្អូនស្រីអានិចផ្ទាល់ទេគឺរឿងនេះគឺគាត់ឮប៉ារបស់គាត់គឺដំណើរប្រាប់មកដែរទេហើយគាត់ក៏បានចែករំលែកមកកាន់អេដមីនដើម្បីនិទានទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងណាអញ្ចឹងកុំឲ្យខាតពេលវេលាយូរហើយចង់ដឹងទៅសាច់រឿងពេញរបស់ប្អូនស្រីអានិចគួរឲ្យរន្ធត់គួរឲ្យភ័យខ្លាចយ៉ាងណានោះយើងចូលទៅកាន់សាច់រឿងពេញជាមួយនឹងខ្ញុំទាំងអស់គ្នាអានិចក៏ថារឿងរ៉ាវនេះគឺបានកើតឡើងក្នុងកំឡុងឆ្នាំ92 93បងប្អូនគាត់ថាគឺមានគ្រួសារមួយដែលមានម្ដាយហើយនឹងមានកូនប្រុស2នាក់ប៉ុន្តែគ្មានឪពុកទេគឺកំព្រាឪពុកអញ្ចឹងណាបងប្អូនដែលលោកយាយនោះគឺអេដមីនសូមហៅថាលោកយាយលៀបទៅហើយតួអង្គប្អូនប្រុសគាត់នោះគឺអេដមីនមិនបាច់ដាក់ឈ្មោះឲ្យទេប៉ុន្តែតួអង្គបងប្រុសដែលត្រូវជាតួឯកនៅក្នុងរឿងនេះគឺអេដមីនសូមហៅគាត់ថាពូធឿនអញ្ចឹងទៅអញ្ចឹងដោយសារតែគ្រួសាររបស់គាត់នឹងមានជីវភាពទីតលអញ្ចឹងជារៀងរាល់ថ្ងៃហ្នឹងគឺពូធឿនគាត់តែងតែប្រកបរបរដូចជាបើខែដលងអញ្ចឹងគាត់ស៊ីឈ្នួលកាប់គាស់ដលងអីចឹងទៅហើយបើខែដែលត្រូវជួជាជួកស៊ូអីចឹងទៅគាត់ក៏ទៅស៊ីឈ្នួលគេអញ្ចឹងណាបងប្អូនដើម្បីយកលុយមកចិញ្ចឹមលោកយាយលៀបនឹងអញ្ចឹងហើយចំណែកឯប្អូនប្រុសរបស់គាត់នេះគឺគាត់មានគ្រួសារហើយគាត់មានកូនប្រុសម្នាក់ទៀតអាយុ4ទៅ5ឆ្នាំដែលកូនប្រុសនោះគឺគាត់យកមកផ្ញើជាមួយនឹងយាយលៀបនឹងឲ្យយាយលៀបនឹងជួយមើលអញ្ចឹងណាហើយប្អូនគាត់ហើយក៏ដូចជាប្អូនថ្លៃគាត់ហ្នឹងគឺគេរវល់ទៅរស់ស៊ីនៅស្រុកមួយទៀតអញ្ចឹងទៅអញ្ចឹងពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងគឺពូធឿនហ្នឹងគឺគាត់តែងតែប្រកបរបររបស់គាត់ហ្នឹងដូចបានរៀបរាប់ពីលើហ្នឹងមានដលងអញ្ចឹងទៅធ្វើកម្មករដលងអញ្ចឹងទៅជាកស៊ូទៅជាកស៊ូអញ្ចឹងទៅអញ្ចឹងចូលមកដល់កំឡុងឆ្នាំ92 93ហ្នឹងអញ្ចឹងគាត់ទៅធ្វើដលងឲ្យគេហ្នឹងជាធម្មតាប៉ុន្តែនៅថ្ងៃមួយហ្នឹងគឺគាត់ក៏បានជួបជាមួយនឹងអ្នកមីងម្នាក់អេដមីនសូមហៅគាត់ថាអ្នកមីងសអញ្ចឹងទៅណាគាត់ក៏ជាតួឯកនៅក្នុងរឿងហ្នឹងគឺជាប្រពន្ធរបស់ពូធឿនហ្នឹងអញ្ចឹង
ពូធឿនហ្នឹងគឺគ្រាន់តែបានឃើញមីងសហ្នឹងគឺគាត់ក៏ថាមានចិត្តលើមីងសអីហ្នឹងអញ្ចឹងណាហើយធ្វើការមួយគ្នាផងអញ្ចឹងពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងក៏លួចសម្លឹងលួចនិយាយគ្នាអីអញ្ចឹងទៅហើយមើលទៅមីងសហ្នឹងគាត់ក៏មានចិត្តមកលើពូធឿនហ្នឹងដែរអញ្ចឹងហើយសូមនិយាយអំពីប្រវត្តិរបស់មីងសបន្តិចមីងសគឺគាត់ជាកូនកំព្រាគាត់កំព្រាម្ដាយឪពុកតាំងពីតូចម្លេះមកអញ្ចឹងណាហើយគាត់រស់នៅជាមួយនឹងអ៊ំស្រីហើយអ៊ំស្រីនោះគឺជីវភាពគាត់ក៏មិនសូវធូរធារប្រហែលដែរគឺគាត់ធ្វើជាកម្មករគេដកដលងដកអីនឹងដូចគ្នាហើយពេលដែលគាត់មកជួបពូធឿននៅនេះហ្នឹងគឺគាត់មកដកដលងជាមួយនឹងអ៊ំស្រីមកតាមឡានតកែអីចឹងណាបងប្អូនអញ្ចឹងពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងពួកគាត់កាន់តែស្និទ្ធស្នាលទៅកាន់តែយល់ចិត្តគ្នាម្ដងតិចម្ដងតិចចឹងទៅគឺពូធឿនហ្នឹងក៏គាត់សន្យាជាមួយមីងសថាចាំគាត់ទៅប្រាប់ម្ដាយរបស់គាត់ហ្នឹងឲ្យចូលមកសួរមកចែចូវមីងសហ្នឹងណាហើយមីងសហ្នឹងក៏គាត់អត់មកអត់កដែរព្រោះគាត់ស្រឡាញ់ដែរអញ្ចឹងណាគាត់ក៏អូខេអញ្ចឹងពូធឿនហ្នឹងក៏ទៅនិយាយជាមួយនឹងម្ដាយគាត់យាយលៀបហ្នឹងតែយាយលៀបហ្នឹងគឺហាក់ដូចជាមិនពេញចិត្តមកមីងសហ្នឹងសោះបងប្អូនដោយសារគាត់ថាមីងសហ្នឹងគឺអត់មានមេឃអត់មានធាងជាកូនកំព្រាជាអីអញ្ចឹងណាហើយម្យ៉ាងទៀតគឺគាត់ដឹងថាខាងមីងសហ្នឹងគឺមានជីវភាពថាលំបាកតោកយ៉ាអីចឹងដែរអញ្ចឹងគាត់ចង់ថាឲ្យពូធឿនដែលជាកូនគាត់ហ្នឹងគឺរកអ្នកណាដែលរៀងគ្រាន់ជាងនឹងមានមេឃមានធាងអីដូចប្អូនប្រុសរបស់គាត់អញ្ចឹងទៅប៉ុន្តែពូធឿនថាគឺគាត់ស្រឡាញ់ហើយក៏ទៅគិតអីរឿងអញ្ចឹងអីចឹងណាអញ្ចឹងពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងពូធឿនក៏រំអុកយាយលៀបហ្នឹងទាំងអ្នកធ្វើការអ្នកស្គាល់អីហ្នឹងក៏ម្នាក់មួយម៉ាត់អីចឹងទៅអញ្ចឹងយាយលៀបហ្នឹងក៏គាត់ព្រមមកសួរចែចូវមីងសហ្នឹងឲ្យទៅកូនប្រុសរបស់គាត់ហ្នឹងប៉ុន្តែគឺមកមិនមែននិយាយថាមិនមែនសុចតែចិត្តណាបងប្អូនមិនមែនគាត់ពេញចិត្តណាអញ្ចឹងហើយពេលដែលមកសួរសាកសួរអ៊ំស្រីរបស់មីងសហ្នឹងគឺអ៊ំហ្នឹងក៏គាត់អត់មាត់អត់កអីដែរពីព្រោះគាត់ថាទៅតាមចិត្តក្មួយចឹងទៅហើយម្យ៉ាងទៀតក៏គាត់ដឹងថាម្ដាយរបស់ពូធឿនហ្នឹងគឺមិនសូវពេញចិត្តទៅក្មួយគាត់ដែលជាមីងសហ្នឹងដែរអញ្ចឹងគាត់ឲ្យមីងសហ្នឹងដែលជាសម័យខ្លួនហ្នឹងអ្នកសម្រេចចិត្តខ្លួនឯងថាប្រូមិនប្រូអីចឹងណាអញ្ចឹងមីងសហេតុតែស្រឡាញ់បងប្អូនហើយគឺដឹងតែប្រូ100%ហើយអញ្ចឹងពេលដែលព្រមព្រៀងគ្នាទាំងសងខាងហើយពួកគាត់ក៏រៀបចំពិធីអីសែនព្រេនទៅតាមនឹងទៅបញ្ជាក់គឺពួកគាត់អត់មានលទ្ធភាពអីការធំដុំដូចគេទេអញ្ចឹងសែនព្រេនមានចាស់មានទុំក្នុងភូមិអីដឹងឮក៏ដូចជាអ្នកធ្វើការជាមួយនឹងគេទៅចូលរួមអបអរអីចឹងណាបងប្អូនយើងអញ្ចឹងពួកគាត់បន្ទាប់ពីរៀបការហើយហ្នឹងគឺគាត់បានរស់នៅនឹងផ្ទះជាមួយនឹងយាយលៀបហ្នឹងអញ្ចឹងពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងគឺប្តីប្រពន្ធគាត់ហ្នឹងគឺស្រឡាញ់គ្នាណាស់គឺព្រឹកឡើងបដើគ្នាទៅធ្វើការល្ងាចឡើងមកវិញអញ្ចឹងទៅគឺទាស់តែខាងម្ដាយក្មេកទេគឺទាស់ខាងយាយលៀបហ្នឹងអញ្ចឹងណាអញ្ចឹងគាត់តែចេញបោកប្រាស់ចូលបោកប្រាស់អញ្ចឹងថារបៀបថាដូចមិនពេញចិត្តណាបងប្អូនអញ្ចឹងហើយពីមួយថ្ងៃទៅមួយថ្ងៃមីងលៀបហ្នឹងក៏គាត់បានពិភាក្សាជាមួយប្តីគាត់ថាគឺគាត់ចង់រស់នៅបែកផ្ទះជាមួយនឹងម្ដាយអញ្ចឹងណាពីព្រោះដើម្បីឲ្យសុខរៀងខ្លួនព្រោះគាត់ថាបើសិនជាទៅមុខទៀតគឺប្រកាសជាដឹងតែមានបញ្ហាហើយព្រោះដោយសារម៉ែក្មេងគាត់ហ្នឹងមើលទៅគឺមិនពេញចិត្តគាត់តាំងពីដើមមកអញ្ចឹងហើយប្តីគាត់ពូធឿនហ្នឹងក៏គាត់អត់មានថាយោបល់អីឬក៏ប្រកែកប៉ុណ្ណាឲ្យមើលប្រពន្ធទេគាត់ទៅនិយាយជាមួយនឹងម្ដាយអញ្ចឹងណាហើយក៏អត់ទៅណាឆ្ងាយដែរគឺបានន័យថាសុំម្ដាយហ្នឹងគឺធ្វើជាកូនខ្ទមមួយនៅពីអ្នកប្តីប្រពន្ធហ្នឹងនៅខាងចុងដីខាងចុងឡូអញ្ចឹងណាបងប្អូនអានិចថានៅខាងហ្នឹងគឺគេបែងចែកចេះឧទាហរណ៍ថាក្បាល10ក្បាលមិន10បដោយ100ឬក៏110អញ្ចឹងទៅអាហ្នឹងគេហៅថា1ឡូអញ្ចឹងទៅអញ្ចឹងខាងផ្នែកដែលផ្ទះដែលគាត់រស់នៅសពថ្ងៃផ្ទះយាយលៀបហ្នឹងគឺវានៅចំផ្លូវមុខផ្លូវធំហើយអញ្ចឹងបើសិនជាកតុយឡូវិញដែលគាត់ថាកម្រងគាត់ចង់ទៅនៅហ្នឹងគឺវាចូលទៅផ្លូវក្រោយបងប្អូនផ្លូវក្រោយហ្នឹងបានន័យថាវាស្ងាត់វាអត់សូវមានផ្ទះមានអីទេហើយផ្លូវហ្នឹងក៏ជាលក្ខណៈផ្លូវរទេះហើយមានចកាមានអីអញ្ចឹងណាអញ្ចឹងយាយលៀបហ្នឹងក៏គាត់ទើសទាល់ដែរប៉ុន្តែដោយសារតែកូនហើយគឺ
គាត់ក៏បានអនុញ្ញាតថាឲ្យធ្វើផ្ទះនៅដីខាងចុងឡូហ្នឹងទៅប៉ុន្តែគឺមិននេះទេដោយរបៀបថាគាត់កំណត់ឲ្យធ្វើដែលយើងចំណាំនិយាយថាគឺមកដោតជើងសសអីចឹងណាបងប្អូនអញ្ចឹងហើយពេលដែលស្រស់ស្រួលគ្នាហើយពូធឿនហើយនឹងមីងលៀបហ្នឹងគឺគាត់មានលុយខ្លះៗហ្នឹងគាត់ក៏ទៅទិញឈើទៅទិញអីមកតែគាត់មិនធ្វើអីធំទេដូចខ្ញុំបានរាយរាប់ពីលើមកអញ្ចឹងណាធ្វើជាកូនផ្ទះកូនខ្ទោមួយតែគ្រាន់តែឲ្យវាផុតពីដីមកអញ្ចឹងទៅចដើរឡើង4-5កាំអញ្ចឹងទៅហើយអញ្ចាំងស្លឹកហើយក៏ពកដបោស្លឹកអីអញ្ចឹងទៅអញ្ចឹងបន្ទាប់ពីធ្វើនៅអីហើយហ្នឹងគឺពួកគាត់និយាយថាពួកគាត់នឹងមានសេចក្តីសុខជាមួយគ្នាណាបងប្អូនពួកគាត់ថាគាត់ក្រតែទ្រាំមែនប៉ុន្តែគាត់ស្រឡាញ់គ្នាចិត្តនឹងចិត្តគាត់ស្មោះស្ម័គ្រគ្នាអីចឹងណាពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងគឺគាត់បន្តការរស់នៅរបស់គាត់ហ្នឹងគឺព្រឹកឡើងទៅធ្វើការល្ងាចឡើងមកផ្ទះជាមួយគ្នាមកអីចឹងប៉ុន្តែគាត់ក៏មិនភ្លេចទៅអើតម្ដាយរបស់គាត់ដែលជាយាយលៀបនឹងដែរហើយពេលដែលបានលុយបានអីមកក៏គាត់ជូនទៅម្ដាយក្មេករបស់គាត់នឹងទោះតែម្ដាយក្មេកហ្នឹងមិនពេញចិត្តគាត់ក៏ដោយអញ្ចឹងណាអញ្ចឹងសភាពប្រចាំថ្ងៃរបស់គាត់នឹងក៏បន្តអញ្ចឹងជារឿយរំលងមកដល់2ខែក្រោយហ្នឹងគឺមីងចាន់ហ្នឹងគឺគាត់មានអាការៈដូចជាចាញ់កូនណាបងប្អូនអញ្ចឹងពួកគាត់អមែនតើគាត់ទទួលបានដំណឹងល្អហ្នឹងថាគាត់មានកូនមានអីអញ្ចឹងណាអញ្ចឹងតាំងពីដឹងថាមីងសនឹងមានកូនមកអញ្ចឹងគឺពូធឿនហ្នឹងគឺអត់ឲ្យប្រពន្ធគាត់ធ្វើការធ្ងន់អីទេអញ្ចឹងគាត់អ្នករ៉ាប់រងអ្នកអីទាំងអស់អញ្ចឹងបងប្អូនគាត់គឺជាប្តីម្នាក់ដែលល្អដែលស្រឡាញ់ប្រពន្ធដែលយល់ពីប្រពន្ធអញ្ចឹងទៅអញ្ចឹងហើយគឺគាត់ប្រកបរបររបស់គាត់ដែលធ្វើជារាល់ថ្ងៃហ្នឹងស៊ីឈ្នួលគេអីចឹងទៅហើយមានថ្ងៃមួយនោះគឺមានបងប្អូនរបស់ពូមីងដែលនៅជិតខាងអញ្ចឹងណាគឺគាត់រស់ស៊ីនៅឯខាងនាយសមុទ្រគឺគាត់ផ្នែកចុះទូកបងប្អូនអញ្ចឹងអ្នកដែលខាងផ្នែកនាយសមុទ្រគឺគាត់ប្រកាសជាដឹងហើយគេចុះទូកដូចជាគេរោបកងរោបគារោមឹកអីចឹងទៅអញ្ចឹងពេលហ្នឹងគឺគាត់ទទួលបានដំណឹងថាគឺនៅខាងបងប្អូនគេហ្នឹងគឺគេមានចង់រើសកម្មករចុះទូកហើយគេខ្វះអីចឹងណាអញ្ចឹងគឺជាពូដែលអ្នកនៅជិតខាងហ្នឹងក៏បានមកសួរពូធឿនហ្នឹងថាពូធឿនហ្នឹងគឺគាត់មានចំណាប់អារម្មណ៍ចង់ទៅផ្នែកនេសាទចុះទូកចុះអីមួយគាត់ហ្នឹងទេព្រោះឥឡូវនេះគេត្រូវការ2នាក់អញ្ចឹងគាត់នោះម្នាក់ហើយពូធឿនហ្នឹងម្នាក់ទៀតគឺ2នាក់ហ្នឹងដឹងតែត្រូវហើយពីព្រោះមានអ្នកផ្សេងសុំគាត់ទៅដែរប៉ុន្តែគឺគាត់គិតថាគាត់មិនទុកចិត្តអញ្ចឹងណាពីព្រោះគាត់ដឹងពីការងាររបស់គេអញ្ចឹងហើយបើសម្រាប់ពូធឿនវិញគឺគាត់ដឹងថាមនុស្សគាត់ហ្នឹងសកម្មព្យាយាមនឹងការងារអញ្ចឹងគាត់ចង់បានមនុស្សអញ្ចឹងទៅបងប្អូនអញ្ចឹងបន្ទាប់ពីឮដំណឹងនឹងហើយគឺពូធឿនក៏បានមកពិភាក្សាជាមួយនឹងមីងសតែមីងសនោះគឺដាច់ខាតយំផងអីផងគឺមិនចង់ឲ្យប្តីទៅណាអញ្ចឹងបងប្អូនចុះគាត់ឥឡូវយើងគិតថាគាត់គឺជាក្មេងកំព្រាតាំងពីតូចមកមិនសូវបានទទួលនៅភាពកក់ក្ដៅអញ្ចឹងណាហើយនៅជាមួយនឹងអ៊ំឥឡូវគាត់ទើបនឹងការប្តីទើបទាំងមានសុភមង្គលអញ្ចឹងណាហើយឲ្យប្តីគាត់បែកចេញពីទ្រូងទៀតទៅគឺគាត់គិតទៅដល់រឿងស្អីផ្សេងទៀតដែរមនុស្សស្អីក៏ធ្លាប់គិតអញ្ចឹងបងប្អូនហើយទាំងគាត់ហ្នឹងគឺមានផ្ទៃពោះអញ្ចឹងទៀតប៉ុន្តែចំណែកឯពូធឿនវិញគឺគាត់អត់បោតបង់កំណត់នឹងទេគឺគាត់បាននិយាយបញ្ជាក់គាត់និយាយបញ្យល់ទៅមីងសដែលជាប្រពន្ធគាត់ហ្នឹងថាដូចជារាល់ថ្ងៃនេះគឺគាត់រោមកគឺបានតែមហូបហើយវាសល់អត់បានច្រើនទេអញ្ចឹងគាត់ចង់ទៅនោះហើយគាត់ចង់រកលុយឲ្យបានច្រើនដើម្បីទុកសគួរសម្រាប់មីងសហ្នឹងគឺមុនឆ្លងទន្លេនិងក្រោយឆ្លងទន្លេសម្រាប់គាត់មានថ្នាំសង្កូវអាហារហូបចុកអីដែលថាល្អអីចឹងដើម្បីឲ្យមីងសនិងកូនគាត់មានសុខភាពល្អអីចឹងណាបងប្អូនអញ្ចឹងគាត់ក៏និយាយបញ្យល់ពីប្រពន្ធនឹងចុះឡើងប៉ុន្តែមីងសគឺដាច់ខាតគឺអត់ឲ្យប្តីទៅទេកំពុងតែស្រឡាញ់បងប្អូនអញ្ចឹងហើយពូដែលអ្នកនៅជិតខាងហ្នឹងក៏គាត់សួរពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងណាពីព្រោះថាវាជិតដល់ពេលដែលគេឡើងមកយកគាត់ហើយបើសិនជាគេឡើងយកទៅបាត់ហើយទោះជាយើងសម្រេចចិត្តថាយើងចង់ធ្វើវិញក៏វាអត់មានឱកាសដែរបងប្អូនចង់និយាយអញ្ចឹងណាអញ្ចឹងឱកាសវាមិនចេះតែមានទេអញ្ចឹងពូធឿនហ្នឹងក៏គាត់សម្រេចចិត្តនិយាយជាមួយនឹងមីងសនឹងម្ដងទៀតដោយពូធឿនទទូចខ្លាំងពេកគឺមីងសគាត់បកកាយអត់បានណាក៏សម្រេចចិត្តឲ្យប្តីទៅអញ្ចឹងណាអញ្ចឹង
មិនយូរប្រហែលទេគ្រាន់តែសម្រេចចិត្តថាប្រាប់គេថាទៅហ្នឹងគឺវាចិត្តគៀកថ្ងៃនឹងដល់ថ្ងៃគេមកយកហើយអញ្ចឹងពូធឿនហ្នឹងគឺបានផ្ដាំអ្នកជិតខាងឲ្យជួយមើលការខុសត្រូវប្រពន្ធគាត់នឹងផងជាពិសេសគឺផ្ដាំទៅយាយលៀបដែលជាម្ដាយរបស់គាត់ហ្នឹងថាឲ្យជួយមកមើលថែប្រពន្ធគាត់ផងអីចឹងទៅព្រោះគាត់ក៏ទៅមិនយូរដែរពីព្រោះគេប្រាប់ថាទៅចុះទូកហ្នឹងវាអាចចុះម្ដងមួយអាទិត្យពីរអាទិត្យយ៉ាងយូរហ្នឹងគឺជិតមួយខែហ្នឹងគឺឡើងមកច្រាំងម្ដងហើយមួយខែហ្នឹងគឺគេបើកលុយឲ្យគេឲ្យយើងសម្រាក 2-3 ថ្ងៃអញ្ចឹងយើងអាចមកលេងផ្ទះបានអញ្ចឹងណាបងប្អូនអញ្ចឹងហើយគឺបន្ទាប់ពីផ្ដាំផ្ញើអីហើយអញ្ចឹងគាត់ក៏ឡើងឡាននាំគ្នាចេញទៅអញ្ចឹងទៅហើយអានិចគាត់បានបញ្ជាក់មកខ្ញុំដែរគឺសម័យនោះគឺទូរស័ព្ទហ្នឹងគឺវាមិនទៅសង់សម្បូរដូចជាសពថ្ងៃនេះទេនិយាយចង់តដិតបងប្អូនអញ្ចឹងវាតតអ្នកមានមុខមានការឬក៏អ្នកធូធាអីបានគេមានទូរស័ព្ទសម្រាប់ប្រើអញ្ចឹងណាអញ្ចឹងបន្ទាប់ពីប្តីទៅបាត់ហ្នឹងគឺមួយថ្ងៃទៅមួយថ្ងៃហ្នឹងគឺពោះរបស់គាត់ហ្នឹងវាកាន់តែវិវត្តទៅណាបងប្អូនមួយថ្ងៃទៅមួយថ្ងៃមួយខែជាមួយខែអញ្ចឹងទៅអញ្ចឹងពេលហ្នឹងគឺគាត់លេងទៅស៊ីឈ្នួលលេងអីគេទៀតហើយគឺគាត់នៅផ្ទះគាត់បោកគក់កៅអាវរៀបចំទុកដាក់ផ្ទះឬក៏ដាំស្លសម្រាប់ហូបចុកអីហ្នឹងហើយយកទៅឲ្យម្ដាយក្មេងគាត់មួយចានអញ្ចឹងណាហ្នឹងហើយខ្ញុំផ្លេចវិភាគប្រាប់ទៅបងប្អូនត្រង់នេះគឺផ្ទះគាត់ពេលដែលគាត់ធ្វើមកខាងក្រោយហ្នឹងគឺអត់សូវសម្បូរផ្ទះទេហើយខាងក្រោយហ្នឹងគេថាមិនមែនវាអត់សោះទេវាមានតែវាមានដាច់ឆ្ងាយដូចជាក្បែរ100ម៉ែត្រ200ម៉ែត្រអញ្ចឹងទៅបើមានផ្ទះគេមួយទៀតអញ្ចឹងវាអត់សម្បូរដូចនៅខាងក្បាលឡូខាងផ្ទះរបស់យាយលៀបអញ្ចឹងណាបងប្អូនហើយនៅក្បែរផ្ទះគាត់នោះគឺវាមានដើមតាគៀបក្តាមមួយយ៉ាងធំបងប្អូនហើយដើមតាគៀបក្តាមនោះគឺវាមានពពួកអាមនុស្សនៅអញ្ចឹងណាហើយប្អូនស្រីអានិចក៏គាត់បានចែករំលែកមកកាន់ខ្ញុំពីប្រវត្តិរបស់ដើមតាគៀបក្តាមនឹងដែរអញ្ចឹងខ្ញុំសម្រេចចិត្តថានឹងចេញរឿងនេះមុនហើយបើសិនជាមានបងប្អូនថាចង់ស្ដាប់រឿងប្រវត្តិដើមតាគៀបក្តាមហ្នឹងអញ្ចឹង comment នៅក្រោមវីដេអូនេះមកអញ្ចឹងវីដេអូបន្ទាប់ខ្ញុំនឹងនិយាយពីប្រវត្តិហ្នឹងនឹងហើយយើងមកនិយាយពីមីងសវិញអញ្ចឹងការទន្ទឹងរង់ចាំប្តីពីមួយថ្ងៃទៅមួយថ្ងៃអីចឹងទៅហើយពោះគាត់កាន់តែខ្ទៀតកាន់តែអីចឹងទៅហើយមិនយូរប្រហែលទេក៏ដល់ពេលខែពេលដែលប្តីគាត់ចេញអញ្ចឹងទៅវាគម្រប់មួយខែអញ្ចឹងគឺប្តីរបស់គាត់ហើយជាមួយនឹងពូដែលនៅជិតខាងហ្នឹងក៏បានត្រឡប់មកវិញអញ្ចឹងណាអញ្ចឹងគេបានមកលេងផ្ទះ 2-3 ថ្ងៃអញ្ចឹងទៅហើយពូធឿននោះក៏មានដូចជាគ្រឿងសមុទ្រមានស្រស់មានក្រៀមមកផ្ញើនៅជិតខាងដែលគាត់បានផ្ដាំផ្ញើឲ្យជួយមើលប្រពន្ធគាត់ហ្នឹងហើយមកផ្ញើដូចជាយាយលៀបហើយមានលុយកាក់មានអីមកជូនម៉ែហើយជាពិសេសហ្នឹងគឺប្រពន្ធរបស់គាត់ហ្នឹងបងប្អូនអញ្ចឹងហើយគឺមកដល់ហ្នឹងគឺគាត់ក៏បានសួរពីសុខទុក្ខប្តីអីមិនអញ្ចឹងណាហើយប្តីហ្នឹងក៏បានប្រាប់ទៅគាត់ថាបាច់ទៅខ្វល់ពីគាត់ទេថែតែពីសុខភាពខ្លួនឯងនិងកូនទៅព្រោះគាត់ទៅនោះសប្បាយទេគាត់ថានៅនោះមួយអាទិត្យពីរអាទិត្យឬក៏3អាទិត្យបានចូលគៀនមែនប៉ុន្តែគឺម្ហូបអាហារគឺអត់ខ្វះទេបងប្អូនគាត់ថាចង់បកងបកាមឹកយូរទៅនឹងគឺធំអាគ្រឿងសមុទ្រហ្នឹងវិញបើបានសាច់ជ្រូកក៏បានសាច់គោមកពេលវិញគឺទៅដើមគ្នាតែអញ្ចឹងវិញណានឹងគឺសម្រាប់ជីវភាពអ្នកដែលនៅសមុទ្រអញ្ចឹងហើយគឺពីមួយខែទៅមួយខែគឺពូធឿនហ្នឹងគឺតែងតែបន្តនៅទង្វើរបស់គាត់អញ្ចឹងបងប្អូនគឺទៅធ្វើការមួយខែហើយមកអើតមើលប្រពន្ធមកមើលម្ដាយអញ្ចឹងទៅគឺរហូតទៅដល់ខែមួយដែលគឺមិញសហ្នឹងគឺទម្ងន់គាត់ហ្នឹងគឺចូលជិត8ខែហើយបងប្អូនអញ្ចឹងពេលដែលប្តីគាត់មកលើកហ្នឹងគឺមិញសហ្នឹងគាត់ខាត់ប្តីគាត់ថាមិនបាច់ទៅវិញទេអញ្ចឹងណាដោយសារតែពោះរបស់គាត់ហ្នឹងគឺវាកាន់តែធំហើយវាជិតគ្រប់ខែហើយអញ្ចឹងវានៅសល់តែមួយខែជាងតិចតួចឯទៀតហ្នឹងគឺដល់ពេលដែលគាត់ត្រូវឆ្លងទន្លេអញ្ចឹងណាហើយណាមួយទៀតហ្នឹងគឺគាត់អត់ចង់ឲ្យប្តីទៅទៀតទេហើយប្តីរបស់គាត់ហ្នឹងក៏បាននិយាយថាគាត់ទៅតែមួយខែហ្នឹងទៀតទេគាត់មកវិញគឺគាត់លែងទៅហើយពេលដែលគាត់មកវិញហ្នឹងគឺវាត្រូវវាអាចនឹងពេលដែលគាត់ហ្នឹងគឺចិត្តសម្រាហ្មងអញ្ចឹងណាបងប្អូនអញ្ចឹងហើយគឺដែលគាត់ប្តីមិនស្ដាប់អញ្ចឹងប្តីក៏ទៅម្ដងនឹងទៀតអញ្ចឹង
ពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងគឺគាត់តែងតែទន្ទឹងមើលផ្លូវប្តីឲ្យរាប់ថ្ងៃអីចឹងណាអញ្ចឹងតែលើកហ្នឹងគឺគាត់ថាគឺប្តីរបស់គាត់ហ្នឹងមួយខែជាងហើយគឺអត់ឃើញមកទេបងប្អូនអញ្ចឹងទៅដល់រំលងទៅដល់ពេលថ្ងៃមួយដែលជាថ្ងៃកើតហេតុហ្នឹងណាហើយ admin ផ្លេចបញ្ជាក់គឺម្ដាយក្មេករបស់មីងសហ្នឹងដែលជាយាយលៀបហ្នឹងគឺគាត់អត់សូវខ្វល់ខ្វាយមកមើលមកថែកូនប្រសាហ្នឹងទេពីព្រោះដូចបាននិយាយពីលើមកអញ្ចឹងគឺគាត់អត់សូវពេញចិត្តកូនប្រសាហ្នឹងអញ្ចឹងទេអញ្ចឹងបានសើជាគាត់មិនសូវមកឈ្ងោកមកអើតមើលអញ្ចឹងណាប៉ុន្តែបើតាម admin គិតវិញគឺគាត់ជាមនុស្សស្រីដូចគ្នាគាត់ធ្លាប់មានកូនគាត់ធ្លាប់ពោពោះអីចឹងគឺគាត់គួរតែដឹងណាបងប្អូនថាពេលហ្នឹងគឺមនុស្សស្រីត្រូវការមិនអីត្រូវការមិនហើយទោះជាគាត់ស្អប់អីមិនក៏ដោយឥឡូវវាបានជាសាច់ឈាមជាកូនជាចៅហើយគាត់មិនគួរណាគាត់ថាប្រកាន់ចិត្តអញ្ចឹងណាប៉ុន្តែអានេះមនុស្សម្នាក់យើងពិបាកនិយាយដែរអញ្ចឹងadmin សំកាត់រំលងមកដល់យប់មួយដែលជាយប់ដែលកើតហេតុសម្រាប់មីងសហ្នឹងណាអញ្ចឹងគឺថ្ងៃហ្នឹងនៅក្នុងភូមិហ្នឹងនៅវត្តហ្នឹងគឺគេមានកម្មវិធីអញ្ចឹងគេមានលេងដូចជាល្ខោនមានរាំរែកមានអីអញ្ចឹងទៅអញ្ចឹងបណ្ដាអ្នកភូមិហើយក៏ដូចជាលោកយាយលៀបហ្នឹងក៏បានដាក់កង់ហ្នឹងគឺដឹកចៅទៅវត្តហ្នឹងទៅមើលល្ខោនទៅមើលអីហ្នឹងដែរដែលគាត់អត់មានគិតគូរថានៅក្បែរកូនភាសាអើតឈ្ងោកអីពីព្រោះថាគាត់ហ្នឹងគឺគ្រប់ខែហើយគ្រប់ខែគាត់ចាំតែថ្ងៃទេហើយទន្ទឹងមើលផ្លូវប្តីផងមិនឃើញប្តីមកផងពិបាកចិត្តផងអីផងតែមិនដឹងតាក់ទងតាមណាណាបងប្អូនសម័យនោះណាវាអត់មានទូរស័ព្ទច្រើនដូចយើងឥឡូវហ្នឹងទេអញ្ចឹងហើយគឺអ្នកចិត្តខាងក៏គាត់បាននិយាយថាគឺថ្ងៃនោះដូចជាឲ្យហេតុពេលល្ងាចឡើងហ្នឹងគឺមានខ្លែងស្រៈបងប្អូនយើងដឹងស្រាប់ហើយថាគឺខ្លែងស្រៈមានទីទុយឯហ្នឹងវាជានីរសាររបស់ពពួកអមនុស្សអញ្ចឹងវាទៅត្រង់ណាក៏អត់មានរឿងល្អដែរអញ្ចឹងវាបានពេលក្បាលប្រលប់ហ្នឹងវាបានហើរកវ៉ែលជុំវិញដំបូលផ្ទះរបស់មីងសហ្នឹងវាហើរហើយវាស្រែកយំហើយដែរដល់ពេលចុងក្រោយគឺវាបានទៅទុំទៅលើដំបូលផ្ទះរបស់មីងសហ្នឹងគឺស្រែកយំស្រែកខ្វាក់ហ្នឹង3ដងណាបងប្អូនហើយក៏ហើរចេញទៅហើយយើងដឹងស្រាប់ហើយគឺមីងសហ្នឹងគាត់លឺដូចគ្នាប៉ុន្តែមនុស្សដែលចិត្តគ្រប់ខែគឺគាត់មិនអាចចុះឡើងដើម្បីចុះពីលើផ្ទះដើម្បីទៅដេញអីវានិយាយទៅវាអត់ស្រួលដូចមនុស្សយើងខ្លួនមួយហ៎បងប្អូនអញ្ចឹងហើយគឺអ្នកចិត្តខាងនោះក៏គេបានស្រែកបានបង្អើអីចឹងទៅអញ្ចឹងសូមកាត់រំលងពេលម្ដងយប់ឡើងអញ្ចឹងពេលម្ដងយប់ឡើងហ្នឹងគឺយាយហើយជាមួយនឹងចៅហ្នឹងកំពុងតែនៅវត្តទេគឺមើលល្ខោនមើលអីចឹងទៅហើយពេលហ្នឹងគឺគាត់ថាយប់រៀងជ្រៅដែរហើយគឺប្រហែលជាម៉ោងដូចជាម៉ោង10ម៉ោង11ឯហើយពេលហ្នឹងចៅដែលអាយុ4-5ឆ្នាំហ្នឹងក៏វាងុយដេកហើយគឺយាយលៀបហ្នឹងគឺលួងឲ្យដេកនៅហ្នឹងគឺវាមិនព្រមដេកទេបងប្អូនគឺវាទាមកផ្ទះហើយយាយនោះគឺគាត់ស្ដាយល្ខោនយើងដឹងហើយចាស់ពីដើមគឺគាត់ចូលចិត្តមើលណាអញ្ចឹងហើយលួងចៅមិនស្ដាប់ហើយគាត់ក៏បាននិយាយជាមួយចៅថាបើសិនជាយាយយកទៅគឺយាយត្រូវមកតភាករបស់គាត់វិញអញ្ចឹងណាអញ្ចឹងមានតែឲ្យចៅឯងហ្នឹងទៅដេកជាមួយនឹងអ៊ំចៅឯងមួយយប់អ៊ំចៅឯងហ្នឹងគឺសំដៅទៅលើមីងសបងប្អូនពីព្រោះថាកូនហ្នឹងគឺជាកូនប្អូនរបស់ពូធឿនអញ្ចឹងចៅនឹងក៏អត់ថាអីដែរថាទៅដេកជាមួយនឹងអ៊ំក៏បានដែរឲ្យទៅយាយនឹងជូនទៅអញ្ចឹងណាអញ្ចឹងយាយលៀបនឹងក៏គាត់ធាក់កង់ជូនចៅមកអញ្ចឹងទៅបងប្អូនធាក់កង់ទាំងយប់មកហ្នឹងគឺដើម្បីយកចៅហ្នឹងមកឲ្យទុកនៅជាមួយនឹងមីងសហ្នឹងហើយគាត់បកទៅមើលល្ខោនវិញគាត់តស៊ូដល់ប៉ុណ្្នឹងបងប្អូនអញ្ចឹងអាការៈកូនភាសានេះចិត្តឆ្លងទលេហើយគឺវាមិនសំខាន់ដល់រឿងល្ខោនរបស់គាត់អញ្ចឹងណាគឺពេលដែល admin ស្ដាប់ដល់ត្រង់ចំណុចហ្នឹងគឺ admin មានអារម្មណ៍ថាគឺខឹងលោកយាយលៀបនឹងមែនតែនអញ្ចឹងហើយពេលដែលគាត់មកដល់ផ្ទះមីងសហ្នឹងក៏ស្រែកហៅមីងសហ្នឹងអញ្ចឹងទៅហើយមីងសហ្នឹងក៏បើកទ្វារបើកអីអញ្ចឹងទៅហើយគាត់ក៏ប្រាប់ថាឲ្យមើលក្មួយផងអីចឹងទៅហើយគាត់ទៅវត្តទៅអីវិញចឹងហើយមីងសក៏គាត់ហួសចិត្តគាត់ដែរគាត់ខំអណាគាត់ស្មានថាម្ដាយដឹងតែគាត់នេះអញ្ចឹងហើយយប់ប្រលប់ហើយគាត់អត់ស្រួលខ្លួនអត់ស្រួលអីគាត់ចឹងផងបងប្អូនគាត់គិតថាម្ដាយមកដេកមកសម្រាកជាមួយចឹងគាត់កក់ក្ដៅ
ប៉ុន្តែមានណាមានដឹងណាថាម្ដាយហ្នឹងគឺយកក្មួយហ្នឹងមកផ្ញើមួយគាត់ទេគឺម្ដាយបកទៅវត្តវិញអញ្ចឹងគាត់ក៏អន់មន់អត់កឲ្យដែរគាត់ក៏ចាអញ្ចឹងទៅហើយក្មួយក៏ឡើងមកលើអញ្ចឹងទៅហើយយាយលៀបហ្នឹងក៏គាត់ជិះបកទៅតភៀកគាត់វិញអញ្ចឹងទៅអញ្ចឹងហើយពេលដែលក្មួយនឹងកំពុងតែដេកសម្រាកជាមួយនឹងមីងសហ្នឹងអញ្ចឹងណាប៉ុន្តែត្រង់ហ្នឹងគឺអេដមីនសូមបញ្ជាក់ថាអញ្ចេះត្រង់ហ្នឹងគឺពេលដែលហេតុការណ៍ហ្នឹងកើតឡើងមកហើយគឺចាស់ចាស់ក៏ដូចជាតាអាចារ្យអីបានសួរទៅអាអូនតូចដែលជាក្មួយហ្នឹងណាបានអាអូនតូចហ្នឹងរៀបរាប់តាមស្ថានភាពអីហ្នឹងពីដើមមកវិញអញ្ចឹងអញ្ចឹងអេដមីនចង់ឲ្យបងប្អូនសម័យថាអញ្ចេះផ្ទះរបស់គាត់ហ្នឹងគឺមានទ្វារមានអីចឹងហើយគឺគាត់មានប្អួយហ្នឹងគឺវាមិនធំទេប្រហែលជា1.4 ម៉ែត្រជ្រុងទេប៉ុន្តែវាអត់មានចម្រឹងអត់មានអីទេណាបងប្អូនផ្ទះស្លឹកណាអញ្ចឹងគេធ្វើមានជាទល់មួយចេះទៅដល់ពេលយប់ឡើងគេបិទមកឬក៏ពេលភ្លៀងពេលអីគេដកចតុលហ្នឹងឲ្យគេទាញប្អួយហ្នឹងមកបិទចឹងទៅអញ្ចឹងហើយគឺប្អួយហ្នឹងយប់ហ្នឹងគឺអត់បានបិទទេគឺបើកចំហអញ្ចឹងគេថាពេលដែលគាត់សម្រាកពេលដែលអូនហ្នឹងគឺដេកសុកជាមួយនឹងមីងសហ្នឹងអញ្ចឹងណាក៏ឮមីងសហ្នឹងគាត់ស្រែកគាត់អ៊ីអ៊ូអញ្ចឹងគឺគាត់ឈឺពោះគាត់ថាគាត់គ្រប់ខែនៅតែថ្ងៃបងប្អូនប៉ុន្តែយប់ហ្នឹងគឺវាដល់ពេលដល់វេលាដែលគាត់ត្រូវកើតអញ្ចឹងណាអញ្ចឹងងាកទៅណាទៅណីគឺអត់មានចាស់អត់មានទុំនៅជាមួយទេបងប្អូនគឺមានតែកូនក្មួយមួយហើយអាយុ 4-5 ឆ្នាំគ្នាមានតែដឹងអីបងប្អូនត្រូវហ៎អញ្ចឹងហើយគឺថាសាច់រឿងដែលអូននឹងនិយាយប្រាប់មកវិញហ្នឹងថាគឺឃើញអ៊ំយំឲ្យអោបពោះហើយក៏ឃើញអ៊ំនោមអធិស្ឋានបងប្អូនណាតែមិនមែនទេគឺត្រង់ចំណុចនេះគឺគាត់ធ្លាក់ឈាមណាបងប្អូនហ្នឹងហើយអេនមានអធិស្ឋានទៀតទៅដល់បងប្អូនដែលគាត់ហូបបាយហូបអីហើយជាពិសេសគឺបងប្អូនស្ត្រីដែលគាត់កំពុងតែពោះគឺមិនបាច់ស្ដាប់ទេត្រង់នេះអាចនឹងខាឬក៏ skip ទុកចឹងណាអញ្ចឹងហើយគឺគាត់អោបពោះហើយគាត់ស្រែកយំអីអញ្ចឹងទៅហើយគាត់ថាអានិចគាត់ប្រាប់មកអញ្ចឹងណាថាកូនក្មួយរបស់គាត់ហ្នឹងក៏ប្រាប់ទៅចាស់ហ្នឹងថាគឺបានមកបន្តិចហ្នឹងគឺស្រាប់តែឃើញយាយចាស់មួយហ្នឹងគឺអើតមកតាមប្អួយបងប្អូនហើយអូននឹងថាគឺយាយចាស់ហ្នឹងគឺក្បាលគាត់ធំណាស់ហើយសក់គាត់ឡើងសពូងអីចឹងទៅហើយវាថាមុខយាយនឹងឡើងខៀវថាសោចញឹមដាក់ពីនងមកអញ្ចឹងណាហើយគ្រាន់តែឃើញប៉ុណ្្នឹងអញ្ចឹងទៅថាមីងសហ្នឹងគឺគាត់គាំងបើកភ្នែកធំអញ្ចឹងណាបងប្អូនហើយថាអូននឹងថាគាត់តែឃើញប៉ុណ្្នឹងហើយគឺក្បាលយាយហ្នឹងក៏ហក់ចូលមកខាងក្នុងគឺមានតែក្បាលទេគឺហោះសម្ដៅមកមីងសហ្នឹងគឺធ្វើឲ្យគាត់គាំងហើយគាត់ផ្ងាទៅក្រោយហ្នឹងអញ្ចឹងទៅអញ្ចឹងពេលដែលគាត់ផ្ងាទៅក្រោយហ្នឹងអញ្ចឹងអូនហ្នឹងក៏ស្រែកយំងាឡើងអញ្ចឹងទៅអញ្ចឹងមិនដឹងថាចំណាយពេលយំនឹងប្រហែលទេបានលឺទៅដល់អ្នកជិតខាងអ្នកអីហ្នឹងហើយបានអ្នកជិតខាងគាត់ផ្អើឈូឆរនាំគ្នាមកមើលជាពិសេសគឺអ៊ំប្រុសអ៊ំស្រីដែលតែងតែយកអាសាមីងសសួរសុខទុក្ខតាក្មួយហើយមិនអីគ្រប់ខែគ្រប់អីនៅអញ្ចឹងណាបងប្អូនគាត់នាំគ្នាដើរមកមើលអញ្ចឹងទៅអញ្ចឹងពេលដែលមកដល់ហ្នឹងពួកគាត់ហ្នឹងក៏ឆ្ងល់ដែរឆ្ងល់ថាផ្ទះរបស់មីងសគ្មានក្មេងទេហេតុអីក៏មានក្មេងយំអីចឹងណាអញ្ចឹងពួកគាត់អត់ឆ្ងល់អីច្រើនទេក៏គាត់នាំគ្នាពីរនាក់ប្តីប្រពន្ធហ្នឹងដើរតាមចដើហ្នឹងឡើងមកហើយក៏គាត់ច្រានទ្វារអញ្ចឹងទៅគាត់ឃើញអាហេតុការហ្នឹងបងប្អូនគឺសម្រាប់ទោះដូចតែអេដមីននិយាយហ្នឹងគឺមីងសគាត់មានធ្លាក់ឈាមធ្លាក់អីចឹងទៅហើយឈាមរបស់គាត់ហ្នឹងគឺវាស្រក់ទៅក្រោមផ្ទះបងប្អូនដោយសារតែអានីបហ្នឹងគឺជាអានីបឫស្សីចឹងទៅហើយគាត់ឡើងមកក៏គឺគាត់ឃើញសភាពរបស់មីងសហ្នឹងគឺគួរឲ្យរន្ធត់មែនតែនគឺគាត់បើកភ្នែកធំហើយហាមាត់ដោយរបៀបថាគាត់ឃើញអីដែលគួរឲ្យខ្លាចចឹងណាបងប្អូនហើយអ្វីដែលគួរឲ្យរន្ធត់ហើយអាណោចអាធំទៀតនោះគឺកូនរបស់គាត់នឹងគឺបានកើតចេញមកហើយបងប្អូនតែកើតចេញមកតែត្រឹមកកត្រឹមក្បាលបងប្អូនហើយក្មេងនោះគ្នាក៏បានដាច់ខ្យល់ស្លាប់ទៅតាមម្ដាយនឹងដូចគ្នាហើយម្នាក់ហ្នឹងគឺសន្និដ្ឋានថាប្រហែលបើសិនជាយើងដឹងតាន់ពេលមានជាម៉បមានពេទ្យអីគឺអាចជួយសង្គ្រោះក្មេងនឹងបានអញ្ចឹងណាតែដោយសារតែរឿងកើតហេតុកេងលោវីយូម៉ោងយូអីចឹងទៅមកពួកគាត់ដឹងមកពួកគាត់ឮថាក្មេងនិយមអញ្ចឹងបានរត់មកមើលអញ្ចឹងវាបណ្ដាលឲ្យទីរੂហ្នឹងគឺស្លាប់បាត់បង់ជីវិតទៅតាមម្ដាយអញ្ចឹងទៅ
យើងបន្ទាប់មកគឺក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអ្នកជិតខាងអីចឹងទៅអ្នកខ្លះក៏បានទៅតាមលោកមេភូមិអ្នកខ្លះទៅតាមអាចារ្យហើយអ្នកខ្លះក៏ទៅតាមម្ដាយក្មេកដ៏មានព្រំវិហារធម៌របស់មីងសអញ្ចឹងណាបងប្អូនថាឲ្យគាត់ចឹងហ្មងទៅអញ្ចឹងពេលមកដល់ពេលមកអីហ្នឹងតាអាចារ្យក៏ដូចជាមេភូមិឬក៏ចាស់អីហ្នឹងក៏គាត់មូលមតិគ្នាថាឥឡូវគាត់គ្មានសាច់ញាតិគ្មានបងប្អូនទេហើយប្តីនោះក៏បាត់តំណឹងឆឹងហើយនៅនេះគឺមានតែម៉ែក្មេកមួយទេហើយជីវភាពគ្នានឹងក៏រៀងទើសទាល់អីចឹងណាបងប្អូនហើយចំណែកឯអ៊ំស្រីរបស់គាត់នោះវិញដែលថាគាត់មានអ៊ំស្រីពីដើមរឿងហ្នឹងណាគឺពេលដែលគាត់រៀបការមានមេឃមានធៀងនេះហើយគឺអ៊ំស្រីក៏បានទៅខេត្តគាត់វិញគាត់នៅខេត្តមួយទៀតចឹងណាបងប្អូនគឺដំណឹងដែលគាត់ខូចហ្នឹងគឺអត់បានដឹងទៅដល់អ៊ំស្រីគាត់នឹងភ្លាមទេអញ្ចឹងហើយពីពេលដែលគាត់ស្លាប់អញ្ចឹងគឺ admin អធិស្ឋានភ្លេចបញ្ជាក់អញ្ចឹងពេលដែលគេមកប្រទះឃើញសពគាត់ស្លាប់ហ្នឹងគឺវាម៉ោង4ម៉ោង5ភ្លឺហើយអញ្ចឹងវាអត់ដឹងថាគឺកើតហេតុនឹងតាំងពីពេលណាមកអញ្ចឹងណាអញ្ចឹងអ្នកភូមិចាស់ទុំក៏ដូចជាតាអាចារ្យហ្នឹងក៏បានជួយគ្នាម្នាក់ម្ដាយមួយជើងអញ្ចឹងទៅគឺមិនបានធ្វើបន់អីឲ្យធំដុំអធិកធម៌មួយទេគឺធ្វើកាត់អីចឹងទៅបងប្អូនតែទៅតាមប្រពៃណីមានអាចារ្យមានអីចឹងទៅហើយពេលនោះគឺសពរបស់គាត់គឺអត់បូជាទេគឺក៏ស្រស់ស្រួលគ្នាថាបញ្ចុះសពរបស់មីងសហ្នឹងគឺនៅខាងក្រោយផ្ទះរបស់គាត់ហ្នឹងហ្មងបងប្អូនអញ្ចឹងហើយគឺអ្វីដែលរន្ធត់ហ្នឹងគឺអញ្ចេះសពគាត់ហ្នឹងគឺគេមកប្រទះឃើញហ្នឹងគឺម៉ោង4ម៉ោង5ភ្លឺបងប្អូនប៉ុន្តែពេលដែលដល់ត្រឹមព្រឹកឡើងម៉ោង7ម៉ោង8គឺគេសង្កេតឃើញចេះណាគឺតាអាចារ្យសង្កេតឃើញថាសពរបស់គាត់ហ្នឹងគឺខាងភ្នែកខោរោមភ្នែកគាត់អីហ្នឹងគឺប្រែទៅជាខ្មៅពណ៌ស្វាយអីចឹងណាហើយសក់របស់គាត់ហ្នឹងអូយអ៊ីនមាននិយាយឡើងពូសវល់សក់របស់គាត់ហ្នឹងគឺប្រែទៅជាវែងហើយខ្មៅឡើងអាលងដូចរបៀបថាមនុស្សលាបក្រែមបន្ទន់ឬក៏ទៅអ៊ុតសរោមអីចឹងបងប្អូននិយាយចឹងមកឲ្យស្រួលយល់ហើយកញ្ចក់របស់គាត់ហ្នឹងគឺមានអារម្មណ៍ថាលូតវែងជាងមុនដែលតាមអ្នកភូមិដែលចិត្តស្និទ្ធដែលសារចេញចូលសួរសុខទុក្ខគាត់ហ្នឹងណាហើយកញ្ចក់របស់គាត់ហ្នឹងគឺអាគុលកញ្ចក់ហ្នឹងវាឡើងពណ៌ស្វាយឡើងអីចឹងទៅហើយគ្រាន់តែឃើញសភាពអញ្ចឹងហើយគឺចាស់ក៏ដូចជាអ្នកចេះដឹងនៅក្នុងភូមិអញ្ចឹងណាក៏មើលមុខគ្នាអញ្ចឹងក៏ពិភាក្សាគ្នាជាមួយនឹងតាអាចារ្យហ្នឹងថាទុកគាត់បានទេអញ្ចឹងហើយគឺបានបញ្ចុះនឹងទាំងព្រឹកនឹងម៉ោង8ម៉ោង9ហ្នឹងហ្មងបងប្អូនអញ្ចឹងបានន័យថាគឺអត់អូបន្លាយពេលវេលាហ្នឹងទេអញ្ចឹងហើយក៏បានធ្វើពិធីបញ្ចុះអីចឹងទៅមានលោកមានអីមកសូត្រមកអីចឹងទៅតែដូចអ្វីដែលមានរៀបរាប់ពីលើនៅចឹងគឺអត់បានធំដុំទេគឺគ្រាន់ថាបង្គ្រប់កិច្ចចឹងទៅប៉ុន្តែបងប្អូនជឿរឿងមួយនៅក្នុងចំណោមអ្នកភូមិទាំងអស់ដែលមកជួយក្នុងពិធីបន់សពរបស់មីងសហ្នឹងណាគាត់ថាគាត់ឃើញរឿងមួយដែលគួរឲ្យព្រឺសវល់បងប្អូនជឿថាមានខ្មោចដែលស្លាប់ភ្លាមហើយលងភ្លាមគឺរឿងហ្នឹងគឺប្លែក admin ស្ដាប់ត្រង់ហ្នឹងគឺប្លែកមែនតើអញ្ចឹងពេលដែលគេធ្វើពិធីដើម្បីបញ្ចុះសពគាត់ហ្នឹងហើយគឺមានអ្នកនៅក្នុងភូមិគាត់ម្នាក់ហ្នឹងគឺបានមើលឃើញគាត់ថាគឺឃើញមីងសហ្នឹងកំពុងតែឈរ3កូននៅខាងក្រោមអាដើមតាគៀបក្តារហ្មងបងប្អូនពីព្រោះដើមតាគៀបក្តារហ្នឹងចេះ admin ចង់ឲ្យបងប្អូនសប្បាយចេះវាអត់ខ្ពស់ប្រហែលទេវា4-5ម៉ែត្រពីដីទេប៉ុន្តែវាបែកមេឃសាខាហើយពីក្រោមដើមហ្នឹងគឺវាមលុបរៀងងងឹតចឹងដែរអញ្ចឹងហើយគឺគាត់ឃើញគាត់ភ្ញាក់មែនទែនហើយគាត់ក៏ប្រឹងញីភ្នែកហើយគាត់មើលទៅម្ដងទៀតគឺស្រាប់តែបាត់អញ្ចឹងគាត់គិតថាប្រហែលជាគាត់សំណោះឬក៏គាត់អាណិតទៅកាន់មីងសនឹងខ្លាំងពេកអីចឹងណាបាទគាត់ឃើញអញ្ចឹងគាត់មិនអស់ចិត្តទេគាត់ក៏បានដើរទៅខ្សឹបប្រាប់តាអាចារ្យអញ្ចឹងទៅហើយតាអាចារ្យថាកុំមាត់កុំកោអីព្រោះតាមាត់អញ្ចឹងទៅខ្លាចមានការផ្អើលឈូឆអញ្ចឹងទៅកម្មវិធីនេះវាអត់បញ្ចប់ទៅរលូនអីចឹងណាព្រោះតាអាចារ្យក៏គាត់ដឹងដែរអញ្ចឹងពេលដែលបញ្ចុះហើយគឺគាត់មានធ្វើពិធីដូចជាគាត់តាអាចារ្យនឹងក៏ដើរប្រតិសិនជុំវិញផ្ទះជុំវិញកន្លែងបញ្ចុះកន្លែងអីហ្នឹងអញ្ចឹងអត់មានអ្នកណាដឹងថាលោកតាអាចារ្យហ្នឹងគឺគាត់ធ្វើអីទេអញ្ចឹងណាអញ្ចឹងសូមកាត់រំលងមកក្រោយដែលគេធ្វើពិធីបន់សពគេបញ្ចុះសមរបស់មីងសនឹងរយៈពេល2ថ្ងៃគឺ
គឺមាននេះបងប្អូនគឺមានតែនៅភូមិផ្សេងមកអញ្ចឹងគឺគាត់ដឹងហើយថាម្ដុំហ្នឹងគឺមានអ្នកស្លាប់ហើយសាកសពគឺអត់យកទៅណាទេគឺបញ្ចុះនៅនឹងផ្ទះហ្នឹងអញ្ចឹងណាអញ្ចឹងហើយគឺយប់ហ្នឹងគឺជាយប់ភ្លៀងអញ្ចឹងពួកគាត់ដើរឈួរដើរឆ្លងកែបដើរចាប់ត្រីដែលត្រីវាឡើងតាមទឹកភ្លៀងឯហ្នឹងណាអញ្ចឹងកំពុងតែអោនឆ្លោះកំពុងតែជក់នឹងការដេញចាប់អង្កែបឯហ្នឹងផ្លិចខ្លួនក៏ដើរមកជិតដល់កន្លែងផ្ទះមីងសហ្នឹងបងប្អូនអញ្ចឹងគាត់ថានៅសល់ប្រហែលជាថាមិនដល់100ម៉ែត្រទេគឺដល់ផ្ទះមីងសហ្នឹងហើយអញ្ចឹងពេលដែលពួកគាត់វាក់មកទៅដឹងថាដល់ហ្នឹងគឺចង់និយាយថាវាជ្រុលដំណើរអញ្ចឹងពីរនាក់ហ្នឹងក៏គាត់ពិភាក្សាគ្នាគាត់ថាមិនយើងដល់ហ្នឹងយើងរត់ឲ្យលឿនពហុហ្នឹងតិចទៅដើម្បីទៅរកនៅខាងនោះវិញដើម្បីវងចូលទៅភូមិយើងវិញពីព្រោះបើសិនជាយើងដើរបកក្រោយទៅគឺដឹងតែរោមិនបានហើយព្រោះយើងដើរមកបកអីតោះជាវាលោតវាផ្លាស់ទីពីកន្លែងផ្សេងមកក៏មិនច្រើនដូចជាកន្លែងដែលយើងអត់ទាន់ទៅអញ្ចឹងណាអញ្ចឹងពួកគាត់កំពុងតែល្អូទៅជែកគ្នាតិចហ្នឹងហើយគឺពួកគាត់ហ្នឹងគឺស្រាប់តែឮសំឡេងមនុស្សកំពុងតែជែកគ្នាណាបងប្អូនបញ្ជាក់ណាគឺគាត់នៅសល់ប្រហែលជាជិត100ម៉ែត្រទៀតបានដល់ផ្ទះមីងហ្នឹងប៉ុន្តែបើសិនជាគម្លាតពីគាត់ទៅដល់កន្លែងដើមទង្គៀបក្តាមហ្នឹងវានៅសល់ប្រហែលតែ70ម៉ែត្រអីទេអញ្ចឹងហើយគ្រាន់តែលឺហ្នឹងពួកគាត់ក៏បលុតភ្លើងបលុតអីដែលពួកគាត់សម្រាប់យកទៅឈួលហ្នឹងអញ្ចឹងណាអញ្ចឹងគាត់ក៏ផ្ទៀងស្ដាប់ទាំងពីរនាក់គាត់ហ្នឹងអញ្ចឹងពេលដែលគាត់ផ្ទៀងស្ដាប់ហ្នឹងគឺគាត់ឮសំឡេងដូចជាមនុស្សស្រីចំណាស់មួយអញ្ចឹងហ្នឹងកំពុងតែមាត់លឺហើយស្ដីឲ្យអញ្ចឹងនិយាយច្រើនអញ្ចឹងទៅបានឮសំឡេងមនុស្សស្រីថាដូចរៀងជំទង់មកឆ្លើយមកមួយម៉ាត់ពីរម៉ាត់អញ្ចឹងទៅក៏បាត់ហើយឮសំឡេងនិយាយចាស់ហ្នឹងមកទៀតណាប៉ុន្តែគាត់ថាសំឡេងគឺអត់ដូចជាមនុស្សយើងទេឮខ្សែខ្ទោដូចសំឡេងរបត់ទៅបងប្អូនហ្នឹងហើយឮខ្សែខ្ទោអញ្ចឹងហើយគាត់ថាគឺមិនមែនជាភាសាខ្មែរយើងទេមិនដឹងថាគេនិយាយជាភាសាអីទេគឺពួកគាត់ស្ដាប់អត់បានទេអញ្ចឹងណាអញ្ចឹងដល់ពេលហើយគាត់នឹងក៏កេះគ្នាថាតិចខ្មោចលងទៅខ្មោចមីងសនឹងលងអញ្ចឹងណាអញ្ចឹងហើយគឺគ្រាន់តែពួកគាត់និយាយគ្នាអញ្ចឹងហើយគឺស្រាប់តែស្ងាត់សំឡេងនោះឆឹងហ្មងបងប្អូនអញ្ចឹងពេលដែលឮសំឡេងអញ្ចឹងហើយគឺពួកគាត់អត់ខ្វល់ច្រើនទេពួកគាត់ក៏កេះគ្នាដើរលបទៅល្ងិតនឹងអញ្ចឹងណាគឺដើម្បីចេញឲ្យផុតពីទីនោះអញ្ចឹងទៅអញ្ចឹងគាត់ថាពេលដែលដើរលបនៅសល់ប្រហែលជា10ម៉ែត្រជាងទៀតពាក់ទឹមនឹងដល់មុខផ្ទះរបស់មីងសនឹងហើយគឺពួកគាត់ស្រាប់តែឃើញភ្លើងធំមួយហោះមកគឺភ្លើងហ្នឹងគឺគាត់ថាគឺប្រពន្ធចង្អេរតែវាអត់ជាពណ៌ខៀវពណ៌អីដូចថាក្នុងរឿងដែលធ្លាប់មើលធ្លាប់អីទេគឺភ្លើងហ្នឹងគឺពណ៌ក្រហមបែកទៅជាទឹកក្រូចចឹងណាបងប្អូនតែគាត់ថាមិនទូចទេគឺប្រពន្ធចង្អេរអញ្ចឹងវាហោះចេញពីដើមតាគៀបក្តាមហ្នឹងហោះចូលមកទៅបោផ្ទះរបស់មីងសហ្នឹងអញ្ចឹងពេលដែលវាហោះចូលមកអញ្ចឹងគឺបែកផ្កាភ្លើងច្រាវអញ្ចឹងទៅហើយចេញជាអំបែងផ្កាភ្លើងហ្នឹងដូចជាជាងគេផ្សារដែកហ៎បងប្អូនអញ្ចឹងហើយគាត់ថាគ្រាន់តែឃើញប៉ុណ្្នឹងគឺពួកគាត់នឹងចោលអាធុងដាក់កែបទៅនឹងគឺរត់យកទៅរួចខ្លួនទេអញ្ចឹងឯងរត់បានបន្តិចហ្នឹងក៏ឮសំឡេងហៅពីខាងក្រោយល្វើយមកអញ្ចឹងណាហៅមកថាពូនាំគ្នាទៅណាអញ្ចឹងណាពូមានឃើញប្តីខ្ញុំទេហើយផ្ដាំឲ្យគាត់មកផងអីចឹងទៅហើយគាត់ថាពេលនោះគឺយប់ទេប៉ុន្តែវាគាត់ថាបើតែជាដោយរឹតដោយអំណាចគេលងបលាចនឹងផងណាគឺឃើញច្បាស់ណាស់គឺឃើញអេដមីនចង់ឲ្យបងប្អូនសម័យតែចេះគឺចដើហ្នឹង 4-5 កម្មឡើងទៅអញ្ចឹងហើយខ្មោចរបស់មីងសហ្នឹងគឺគាត់អង្គុយនៅខាងលើមាត់ទ្វារខាងលើបងប្អូនហើយសដោកជើងចុះមកក្រោមអញ្ចឹងមកហើយដៃមកចំហៀង3កូនហើយក្បាលហ្នឹងគឺផ្ដេកកោយទៅសុំទ្វារហ្នឹងអញ្ចឹងណាហើយតាមតែប៉ាគាត់ប្រាប់មកប្អូននិចហ្នឹងគាត់ថាគឺឃើញមុខគេហ្នឹងឡើងខៀវហ្មងណាហើយភ្នែករបស់គេហ្នឹងគឺរូងខ្មៅអញ្ចឹងទៅហើយមានដូចជាអីខ្មៅហូរមកអញ្ចឹងទៅគាត់គិតថាហ្នឹងគឺជាឈាមហើយមាត់គេហ្នឹងគឺសោចញញឹមមកកាន់ពួកគាត់ប៉ុន្តែគឺថាគឺមាត់ធំមែនតែនគឺសោចថាញញឹមមាត់ឡើងចង់ដល់គុំតិចអីនិយាយទៅសោចដូច Joker បងប្អូនដូច Joker អ្នកដែលស្គាល់ Joker ដឹងហើយថាសោចមាត់
មិនអីអញ្ចឹងពួកគាត់ទាំងពីរអ្នកថាគឺគ្រាន់តែឃើញប៉ុណ្ណឹងពួកគាត់ទុនដៃទុនជើងលើកជើងរត់អត់ចង់រួចទេហាក់ដូចជាគេយកអាបាវអង្គមកចងជើងមកចំហៀងមកបាវមកចំហៀងមកបាវអញ្ចឹងណាអញ្ចឹងហើយពួកគាត់នៅក៏ប្រឹងរត់ទៅដាបទទួលខ្មមទៅដល់ផ្ទះហើយទៅនិយាយប្រាប់ទៅប្រពន្ធទៅអីនឹងអញ្ចឹងហើយបានប្រពន្ធទៅរកអ្នកចេះគ្រូអីចឹងទៅមកស្រូចទឹកមកស្ដោះផ្លុំហើយក៏ទៅទូលោកតាមហ្នឹងទៅបានលោកព្រោះព្រំបានដីឲ្យចឹងណាបងប្អូនយើងហើយមករយៈធំបានពួកគាត់ទាំងពីរនាក់នោះបានឈឺបានជាអធិស្ឋានហើយចាប់ពីល្បីល្បាញថាគាត់លងនឹងមកតាំងពីគាត់ស្លាប់មកគឺលើកទី1ហើយដែលគាត់លងហ្នឹងដែលគាត់លងសាហាវហ្នឹងអញ្ចឹងណាអញ្ចឹងចាប់ពីថ្ងៃនោះមកអ្នកចិត្តខាងជាពិសេសគឺអ៊ំប្រុសអ៊ំស្រីដែលតែងតែយកអាសាគាត់ហ្នឹងគាត់ថាគឺពេលរំលងអាត្រៀតគឺតែងតែលឺក្មេងយំហើយគឺលឺស្នូបំពេកូនហ្នឹងគឺសឹងតែរាល់យប់គាត់ថាមិនបាច់តាមមនុស្សខ្លាចទេគឺពេលដែលសំឡេងបំពេហ្នឹងមកសូម្បីតាសត្វចង្រិតកំពុងតែយំសុកហ្នឹងក៏ស្ងាត់ជ្រាបដែរបងប្អូនតាជីងចក់ឬក៏តកែហ្នឹងគឺមិនហ៊ានយំទេគឺស្ងាត់អស់ហើយលុះត្រាតែ1ម៉ោងឬក៏2ម៉ោងបាត់សំឡេងបំពេហ្នឹងទៅបានធម្មជាតិទាំងឡាយវាមកដូចដើមវិញណាបានវាទៅជាប្រក្រតីវិញហើយក៏មានចាស់ខ្លះក៏គាត់បាននិយាយបានតែចែកគ្នាគាត់ថាគឺប្រហែលជាដួងវិញ្ញាណរបស់មីងសហ្នឹងគឺគាត់អត់ចង់លងបន្លាចអ្នកស្រុកអ្នកភូមិអីចឹងណាបងប្អូនតែដោយសារតែមានយាយព្រាយហ្នឹងដែលយកគាត់ហ្នឹងណាគឺមកបខំបខិតបខំឲ្យលងឲ្យបន្លាចអីចឹងទៅពីព្រោះថាពួកហ្នឹងគឺវាស៊ីអាការភ័យការខ្លាចរបស់មនុស្សយើងចឹងណាកាលណាយើងរត់ទៅភ័យរត់ទៅខ្លាចវាចឹងទៅវាគិតតែកើនរត់អីចឹងទៅអាហ្នឹងគឺជាអ្វីដែលប៉ារបស់សៃនិចប្រាប់មកសៃនិចអញ្ចឹងគឺចាប់ពីថ្ងៃដែលលងពូដែលរកត្រីរងកែ2នាក់នោះមកគឺជារាល់យប់អ្នកភូមិក៏គាត់តែងថាគឺឮសំឡេងលងឮសំឡេងបំពេលឮសំឡេងក្មេងយំអីចឹងណាប៉ុន្តែសូមបញ្ជាក់ថាគឺឮតែសំឡេងទេហើយអ្នកដែលបានឃើញនឹងលុះត្រាតែអ្នកណាគេមកពីឆ្ងាយឬក៏ភ្លេចខ្លួនអីទៅកាត់ទៅតំបន់ទៅក្បែរផ្ទះអីរបស់មីងសហ្នឹងគឺមានការលងមានការបន្លាចដល់ពេលហើយគេទើបតែដឹងក្រោយថាគឺពេលដែលធ្វើការបញ្ចុះសពអីចឹងណាគឺលោកតាអាចារ្យគឺគាត់បានធ្វើពិធីចង់និយាយថាគឺពាត់អត់ឲ្យវិញ្ញាណគាត់ចេញមកទេបានន័យថាឲ្យគាត់នៅតែផ្ទះគាត់នោះចឹងទៅពីព្រោះគាត់ដឹងថាគឺមីងសគឺគាត់បានប្រែប្រួលហើយទោះជាពេលដែលនៅរស់គាត់ស្លូតសភាពរៀបសារមែនប៉ុន្តែពេលដែលទៅជាវិញ្ញាណចឹងហើយគឺបដូរ180ដឺក្រេហើយជាពិសេសគាត់គឺជាវិញ្ញាណដែលតៃហោងហើយមានកូនក្នុងពោះចឹងទៀតណាបងប្អូនអញ្ចឹងអានឹងអាចនិយាយថាគឺគាត់ចូលទៅជាកលាភ្លើងហើយអញ្ចឹងសូមកាត់និយាយអំពីលោកយាយលៀបវិញអញ្ចឹងហើយបងប្អូនប្រកាសជាឆ្ងល់ហើយថាចោះយូរហើយមិនបានអត់លឺអេដមីននិយាយពីរឿងយាយលៀបអត់មានលឺលោងយាយលៀបឬអីទេព្រោះយាយលៀបហ្នឹងគាត់អត់បានយកចិត្តទុកដាក់ចំពោះមីងសដែលជាកូនប្រសាហ្នឹងហើយគាត់មានការស្អប់មានការអីចឹងណាគឺមិនមែនថាមីងសហ្នឹងគឺមិនលោងយាយលៀបហ្នឹងទេគឺមកពីយាយលៀបហ្នឹងគឺអត់ទុកឱកាសសម្រាប់ឲ្យមីងសហ្នឹងលោងហេតុមាននិយាយចឹងហ្មងទៅពីព្រោះថាអញ្ចេះពេលដែលគេធ្វើបន់គេធ្វើរៀបចំបញ្ចុះសពអីមីងសនឹងចប់សពគ្រប់គ្រាន់តែប៉ុណ្្នឹងគឺយាយសនេះគឺគាត់បានរើឲ្យវាយវ៉ាន់នឹងខោអាវហើយជាមួយនឹងចៅរបស់គាត់ទៅនៅជាមួយនឹងកូនទី2ដែលត្រូវជាម្ដាយដែលត្រូវជាឪពុករបស់ចៅដែលមកផ្ញើមួយគាត់ហ្នឹងបងប្អូនអញ្ចឹងត្រង់ហ្នឹងដែលមានថាគឺនិយាយលៀបគឺមិនទុកឱកាសសម្រាប់មីងសនឹងលងអញ្ចឹងណាអធិស្ឋានបងប្អូនអញ្ចឹងក៏សូមកាត់រំលងមកដល់ពូដែលទៅធ្វើការនៅខាងសមុទ្រជាមួយនឹងប្តីរបស់មីងសហ្នឹងជាមួយនឹងពូធឿនណាអញ្ចឹងបានមួយខែជាងជិត2ខែហ្នឹងគាត់មកហើយប្រពន្ធរបស់គាត់ហ្នឹងក៏សួរថាមិនបាត់តំណឹងបាត់អីចឹងណាថាដោយសារតាតកែហ្នឹងគឺគេបញ្ញឹកគេត្រូវការអីវ៉ាន់គេត្រូវការគ្រឿងសមុទ្រហ្នឹងអញ្ចឹងគឺគេតម្រូវឲ្យបុគ្គលិកហ្នឹងនៅឲ្យយូរអញ្ចឹងទៅបានគេឲ្យសម្រាកអញ្ចឹងទៅហើយមាននេសាទទាំងយប់ទាំងអីអញ្ចឹងទៀតហើយពេលដែលពូនឹងមកដល់គាត់ទទួលដំណឹងរបស់មីងសអញ្ចឹងគាត់ក៏មានការអាណិតគក់ធូងអាណិតទៅរឿងមីងសអីហ្នឹងណា
គាត់ថាក្មេងគ្នាកំព្រាតាំងពីតូចមកដល់ធំហើយមកដល់ហើយទៅមានគ្រួសារមានអីហើយឥឡូវទៅជាអាយុខ្លីចឹងទៀតហើយពេលហ្នឹងប្រពន្ធរបស់ពូហ្នឹងក៏គាត់សួរអំពីរឿងរ៉ាវរបស់ពូធឿនអញ្ចឹងណាបងប្អូនអញ្ចឹងហើយគាត់ក៏បាននិយាយថាចេះពេលដែលទៅវិញហ្នឹងគឺពូធឿនគឺពេលដែលឡើងគោកហ្នឹងគាត់ក៏បានរាប់អានបានស្គាល់ជាមួយនឹងកម្មករដែលនៅទូកផ្សេងទៀតអីអញ្ចឹងណាហើយគេក៏ប្រាប់មកពូធឿនថាគឺនៅទូកនោះគឺបានប្រាក់ខែប្រាក់ឈ្នួលហ្នឹងគឺថ្លៃជាងនៅនេះអញ្ចឹងណាហើយពូធឿនហ្នឹងបំណាច់ថាអញ្ចឹងហើយគាត់លើតែបានប្រាក់ខែបានអីថ្លៃហ្នឹងគឺគាត់ដើម្បីសំលុយទៅឲ្យប្រពន្ធឲ្យកូនគាត់ឲ្យច្រើនអញ្ចឹងណាគាត់ក៏បានមកនិយាយជាមួយពូនេះសុំពូនេះដើម្បីដូរទូកទៅខាងនោះហើយអញ្ចឹងណាហើយពូក៏គាត់បានហាមឃាត់ដែរតែដូចថាហាមមិនស្ដាប់អីអញ្ចឹងណាអញ្ចឹងក៏យល់ព្រមអញ្ចឹងទៅអញ្ចឹងតាំងពីនោះមកគឺក៏បាត់តំណឹងពូធឿននឹងឆឹងអញ្ចឹងណាបងប្អូនហើយគាត់ថាគាត់ក៏តាមស៊ើបសួរគេដែរតែវាបាត់ទូកនោះហ្មងអត់ឃើញមកអញ្ចឹងណាហើយគាត់ថាគឺមិនដឹងជាមិនដឹងជាទូកនឹងមានបញ្ហានៅក្នុងសមុទ្រឬក៏មិនឬក៏ថាពេលដែលបើកលុយតកែមិនបើកឲ្យគេវាយគេបោះទឹកសមុទ្រឬក៏មិនអីមិនអញ្ចឹងទៅគាត់ថាព្រោះនៅនោះតែយើងរើតកែខុសអញ្ចឹងណាបងប្អូនប៉ុន្តែអេដមីនក៏អត់សូវដឹងដែរទេអានេះអេដមីននិយាយអីទៅតាមអ្វីដែលបងអូនស្រីនិចគាត់ផ្ញើមកអេដមីនទេអញ្ចឹងហើយគាត់ថាគឺវាសឹងថា 100% ហើយដែលថាគាត់អត់មានជីវិតនៅអញ្ចឹងបងប្អូនពីព្រោះថាតកែនោះគឺក៏មិនមែនជាជនជាតិយើងដែរអញ្ចឹងណាគាត់ប្រាប់មកថាជនជាតិអីតែមានសុំមិនបញ្ចេញទេក៏ដើម្បីកុំឲ្យប៉ះពាល់ទៅគេអញ្ចឹងហើយត្រង់ចំណុចនេះគឺគិតថាប្រហែលជាពូធឿននឹងគាត់នឹងអាចស្លាប់ច្រើនជាងរស់បងប្អូនអញ្ចឹងហើយគឺចាប់ពីថ្ងៃនោះមកគឺមិនសូវមានអ្នកណាគេទៅក្បែរឬក៏ទៅលវីលវល់អីម្ដុំនោះទេអ្នកចំការហ្នឹងមុំក៏គេឈប់ធ្វើឈប់អីចឹងណាព្រោះដោយសារតែគាត់លងដោយសារតែគាត់អីចឹងអញ្ចឹងសូមបញ្ជាក់ត្រង់នេះបន្តិចអញ្ចឹងតាំងពីគាត់ស្លាប់មកគឺគាត់អត់ដែលលងទេប៉ុន្តែគឺទៅតែចាប់ផ្ដើមលងពេលដែលពូ2នាក់នេះទៅឮសំឡេងរបស់យាយចាស់ម្នាក់ដែលបានស្ដីឲ្យមកខាងអាចនិយាយបានថាគឺដួងវិញ្ញាណរបស់អ្នកមីងសហ្នឹងអញ្ចឹងទៅអញ្ចឹងបានន័យថាព្រាយខាងនោះដែលមកយកគាត់ហ្នឹងប្រហែលជាគេប្រកបប្រជាអញ្ចឹងហើយអាហ្នឹងតាមអីដែលអេដមីនគិតអញ្ចឹងណាអញ្ចឹងហើយក៏ផ្ទះរបស់គាត់ហើយក៏ដូចជាផ្ទះរបស់លោកយាយលៀបហ្នឹងគឺទុកចោលអញ្ចឹងទៅបងប្អូនវាពុកផុយបាក់ទៅតាមធម្មជាតិអីអញ្ចឹងទៅហើយមកដល់សពថ្ងៃនេះគឺបងអូននិចថាគឺក៏មិនដឹងទៅជាមិនអីមិនដែរប៉ុន្តែគាត់ថាក៏យូរពេលដែលគាត់ទៅស្រុកម្ដងគឺគាត់ជីកាត់ហ្នឹងគឺអត់មានផ្ទះអត់មានអីទៀតទេអញ្ចឹងគាត់គិតថាប្រហែលជាវាបាក់បែកអីទៅតាមហ្នឹងអីចឹងទៅហើយមកដល់ពេលឥឡូវនេះគឺថាសារពលាបហើយវាអត់មានដែលលើថាលងបន្លាយឬក៏ឲ្យអ្នកណាគេឃើញអីចឹងណានឹងឯងអញ្ចឹងសាច់រឿងរបស់ប្អូនស្រីនិចក៏មកដល់ទីបញ្ចប់ហើយក្រោយពីស្ដាប់រឿងរ៉ាវនេះហើយតើបងប្អូនមានអារម្មណ៍យ៉ាងម៉េចដែររឿងនេះគឺវាជាមេរៀនមួយយ៉ាងសំខាន់សម្រាប់ដូចជាម្ដាយឪពុកសម្រាប់ជាប្តីឬក៏សាច់ញាតិជាពិសេសគឺប្តីតែម្ដងអញ្ចឹងពេលដែលប្រពន្ធពេលដែលអីគាត់មានផ្ទៃពោះមានអីចឹងយើងមិនគួរណាថាទុកគាត់ឲ្យគាត់នៅតែឯងអីចឹងទេពីព្រោះពពួកមនុស្សនេះគឺវាចូលចិត្តណាស់ពេលដែលស្ត្រីមានផ្ទៃពោះចិត្តគ្រប់ខែចិត្តអីចឹងណាវាតែងតែនិមិត្តឲ្យឃើញឬក៏លងមិនឡាញដើម្បីវាហូតយកបលឹងយកអីទៅធ្វើបរិវារធ្វើអីរបស់វាអញ្ចឹងណាបងប្អូនប៉ុន្តែនៅក្នុងរឿងនេះគឺអេដមីនមិនបន្ទោសទៅពធឿនទេគឺគាត់មិនមែនចាក់ចោលប្រពន្ធគាត់ទៅមានស្រីទៅមានអីទេគឺបំណងរបស់គាត់នេះគឺទៅរកលុយឲ្យច្រើនដើម្បីមកទុកផ្គត់ផ្គង់ប្រពន្ធនិងកូនពេលដែលឆ្លងទន្លេទេបងប្អូនហ្នឹងហើយមួយវិញទៀតហ្នឹងគឺឆ្លុះបញ្ចាំងអំពីការរើសអើងរវាងម្ដាយក្មេកនិងកូនប្រសាអញ្ចឹងណាប៉ុន្តែអត់មានជឿថាមកដល់សម័យនេះគឺអត់មានរឿងហ្នឹងទៀតទេអញ្ចឹងមានតែត្រឹមយាយលៀបនឹងមួយទេហ្នឹងហើយជាចុងក្រោយនេះអេដមីនក៏សូមអរគុណសម្រាប់បងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃតាមដានស្ដាប់តាំងពីដើមរហូតមកដល់ចប់ហើយក៏សូមជូនពរឲ្យបងប្អូនទាំងអស់គ្នាមានសុខភាពល្អ